ជំរាបសួរប្រិយមិត្តទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយនេះគឺជាអេពីសូតទី2នៅក្នុងកម្មវិធីខចូលរន្ធត់ហើយមិនខុសអំពីអេពីសូតមុនទេគឺនឹងមានភ្ញៀវកិត្តិយសរបស់យើងដែលជា Top Fan គាត់ខចូលដើម្បីមកចែករំលែករឿងរន្ធត់របស់គាត់ដែលគាត់បានជួបប្រទះនិយាយទៅមិនថារឿងដែលគាត់ជួបខ្លួនឯងឬក៏រឿងដែលមានចាស់គាត់ចែករំលែកទៅកាន់ប្រិយមិត្តរបស់យើងក៏ប្រិយមិត្តរបស់យើងទាំងអស់គ្នាក៏អាចខលចូលមកបានដូចគ្នាដែរគឺអត់បញ្ហាទេនិយាយទៅគឺហាមតែមួយទេគឺតកតងជាមួយនឹងរឿងនៅតាមតំបន់ទេសចរដែលនៅតាមរមណីយដ្ឋានផ្សេងដែលយើងកំពុងតែត្រូវការភ្ញៀវទេសចរដើម្បីទៅចូលរួមក៏ដូចជាចូលទៅទស្សនានៅកន្លែងហ្នឹងអញ្ចឹងបើសិនជាមានរឿងប្រភេទអញ្ចឹងគឺ admin អត់ទទួលទេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងជួបជាមួយនឹងភ្ញៀវកិត្តិយសទី1របស់យើងតែម្ដងទៅជំរាបសួរបងបាទបងជំរាបសួរបងបាទបងខលចូលពីខាងណាដែរហើយបងមានឈ្មោះអីដែរបាទបងខ្ញុំឈ្មោះសម្បត្តិមេងជាងហើយខ្ញុំនៅខាងខេត្តកំពង់ធំបងអូខាងខេត្តកំពង់ធំគឺនៅស្រុកជាមួយប៉ាខ្ញុំដែរបងនៅខាងណាវិញកំពង់ធំកំពង់ធំនៅខាងស្រុកស្ទុកបាទបងនៅខាងស្រុកស្ទុកហើយភូមិតាំងកសាំងអូខ្ញុំស្គាល់ពួកឯងខ្ញុំអាសាទៅកឋិនខាងភ្នំសតុកដែរទៅរាល់ឆ្នាំទៅខាងដល់ប្រហែលឆ្នាំនេះខ្ញុំអត់ដែរបានទៅបងស្គាល់ខាងកំពង់ថ្មទៅបាទបងស្គាល់ព្រោះតាំងកសាំងកំពង់ថ្មចិត្តគ្នាដែរហ្នឹងហើយប៉ាខ្ញុំគឺគាត់នៅខាងកំពង់ថ្មហ្នឹងហើយហ្នឹងហើយកុំឲ្យបងប្អូនយើងគាត់ចាំយូរចឹងរឿងបងចែករំលែកនៅក្នុងថ្ងៃនេះមានប្រហែលរឿងដែរបាទបងខ្ញុំមាន2រឿងហើយរឿងទី1គឺខ្មោចអត់ក្បាលហើយរឿងទី2គឺផ្ទះខ្មោចអូបាទបងអញ្ចឹងខ្ញុំនិយាយពីរឿងខ្មោចអត់ក្បាលមុនបងបាទចាខ្ញុំនៅពីតូចគឺថាកាលហ្នឹងគឺខ្ញុំរៀនទី8បងកាលហ្នឹងខ្ញុំរៀនទី8គឺខ្ញុំអត់ចេះមានស្នេហាទេបងកាលហ្នឹងបាទព្រោះតែខ្ញុំជួបមនុស្សស្រីម្នាក់តែកាលហ្នឹងខ្ញុំគិតថាចេះបងខ្ញុំកាលពីតូចអញ្ចឹងខ្ញុំអត់គួរមានស្នេហាទេបងហើយខ្ញុំនិយាយនេះមិនបំរើឲ្យបងប្អូនឬក៏បងប្អូនគាត់មានស្នេហាក្នុងវ័យសិក្សាវាមិនល្អទេបងបាទចេះសុំកាត់តិចបងកាលហ្នឹងបងមានអាយុប្រហែលដែរកាលហ្នឹងគឺខ្ញុំមានអាយុត្រឹម17ឆ្នាំទេបងបាទហើយខ្ញុំស្រឡាញ់ខាងគេហ្នឹងគេអាយុ18ឆ្នាំព្រោះគេរៀនបងខ្ញុំគេរៀនទី9ខ្ញុំរៀនទី8ហ៎បងបាទកាលហ្នឹងគឺខ្ញុំមានស្នេហាលើកទី1អញ្ចឹងទៅគឺថាខ្ញុំកាលហ្នឹងខ្ញុំអត់ដឹងថាខ្លួនឯងមិនគឺស្រឡាញ់គេខ្លាំងមែនតែនបងគឺស្រឡាញ់គេខ្លាំងមែនហើយងប់ងល់មែនតែនកាលហ្នឹងគឺថាខ្ញុំនឹងគេស្រឡាញ់គ្នាបាន3ខែតាក់ទងគ្នាបាន3ខែថ្ងៃមួយហ្នឹងខាងស្រីគេហៅខ្ញុំទៅលេងផ្ទះគេហើយកាលហ្នឹងគឺខ្ញុំអត់មានកង់ច្រឡំ sorry ដល់អត់មានម៉ូតូទេបងគឺមានតែកង់មួយកង់ឡើងកាចាស់ទៀតកាលហ្នឹងហើយផ្ទះគេហ្នឹងគឺនៅឆ្ងាយពីផ្ទះខ្ញុំបើគិតទៅចូល1គីឡូដែរបងពីច្រើនណាបងចូល1គីឡូដែរហើយគេបានខំមកខ្ញុំគេថាគេនៅផ្ទះគេអត់ស្រួលខ្លួនទេអញ្ចឹងគេចង់ឲ្យខ្ញុំហ្នឹងទិញថ្នាំមកគេលេបកាលហ្នឹងខ្ញុំរបៀបថាខ្ញុំគិតខុសផងគិតថាយើងស្រឡាញ់គេអញ្ចឹងយើងលះបង់គិតថាជិះកង់ទៅទិញថ្នាំគេហើយជិះកង់ទៅផ្លូវមួយហ្នឹងហើយផ្លូវហ្នឹងគឺស្ងាត់មែនតើបងគឺស្ងាត់និយាយទៅកាលខ្ញុំទៅហ្នឹងខ្ទង់ម៉ោង9:10បង9:30 9:40ដែរបងបាទយប់ហើយផ្លូវហ្នឹងស្ងាត់មែនតើគឺជិះកាត់វាស្រែចឹងហ្មងបងផ្លូវហ្នឹងណាបាទហើយដែលខ្ញុំជិះទៅអត់អីទេបងជិះទៅវាអត់មានរឿងកាត់ឡើងអីទេបងតែទៅពេលខ្ញុំទៅដល់ហ្នឹងហើយខ្ញុំឲ្យថ្នាំគេលេបហើយក៏នៅនិយាយលេងមួយគេបាន
មកស្ទុះដែរទៅក៏ខ្ញុំស្រេចចិត្តថាខ្ញុំមកផ្ទះវិញបងខ្ញុំមកផ្ទះវិញហ្នឹងខ្ទង់ម៉ោង1ដែរបង 1:2 ដែរកាលហ្នឹង បាទ ក៏ខ្ញុំចេញមកវិញជិះកង់មកដល់ពេលខ្ញុំជិះកង់មកតាមផ្លូវហ្នឹងមកវិញគឺផ្លូវហ្នឹងគឺមានភ្នូរខ្មោច2បងភ្នូរខ្មោច2នៅគៀនផ្លូវហ្នឹងហ្មងហើយដល់ពេលខ្ញុំជិះទៅខ្ញុំព្រឺដែរខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចតិចដែរតែខ្ញុំគិតក្នុងចិត្តថាចេះអូអញជាកូនប្រុសអាខ្លាចទេព្រោះចឹងអត់ខ្លាចទេណាមួយខ្ញុំអត់ក៏អត់មានជំនឿជឿលើអាខាងលងឹតចឹងដែរបងកាលហ្នឹងខ្ញុំអត់មានជឿសោះហ្មងដល់ពេលខ្ញុំជិះកាត់តាមហ្នឹងហើយខ្ញុំមានអារម្មណ៍ចេះខ្ញុំមានអារម្មណ៍ថាចុំកង់ខ្ញុំមានអារម្មណ៍ថាដូចណាគេម្នាក់ចឹងហើយខ្លួនម្លេះហើយខ្ញុំបែរមកក្រោយគឺអត់មានឃើញមនុស្សទេបងតែមានអារម្មណ៍ថាវាខ្លួនមែនតើបងខ្ញុំវាថាកង់ហ្នឹងវាចាស់ផងហើយច្រវាក់វានេះផងចឹងជិះទៅតឹងខ្ញុំថាទេបើខ្ញុំជិះតែឯងអត់តឹងទេអានេះដូចរបៀបថាមានគេមកជិះពីក្រោយខ្ញុំចឹងហ៎បងបាទតែទៅខ្ញុំក៏ងាកទៅ3ដងអត់មានឃើញទេបងងាកទៅ3ដងអត់ឃើញទេដល់ពេលខ្ញុំជិះមកស្ទុះទៀតបានពាក់កណ្ដាលផ្លូវកង់ខ្ញុំចាប់ដើមស្រាលវិញក៏ថ្ងៃហ្នឹងគឺខ្ញុំមកដល់ផ្ទះទៅបងអត់អីទេតែថ្ងៃមួយទៀតហ្នឹងដោយសារមិត្តភក្តិសង្សារខ្ញុំហ្នឹងហៅខ្ញុំទៅផ្សារទៀតដោយសារនៅផ្ទះគេហ្នឹងមានកម្មវិធីជប់លៀងជប់អីចឹងណាបងបាទផឹកស៊ីតិចតួចចឹងទៅហើយខ្ញុំក៏អូខេគាត់ហៅខ្ញុំទៅខ្ញុំក៏ទៅកាលហ្នឹងខ្ញុំចេញទៅម៉ោង6ទៀតអីទៅដល់ហ្នឹងធម្មតាដល់ពេលមកវិញបងមកវិញដល់អាផ្លូវហ្នឹងទៀតចាប់ដើមកង់ខ្ញុំចាប់ដើមតឹងទៀតហើយបងគឺចាប់ដើមតឹងជិះទៅដូចណាគេម្នាក់ចឹងតែខ្ញុំអត់ខ្វល់នឹងគាត់ថាធ្វើម៉េចជាឲ្យផុតផ្លូវហ្នឹងអត់ខ្វល់ទេប៉ុន្តែបងពេលហ្នឹងខ្ញុំជិះហើយខ្ញុំងាកភ្នែកខ្ញុំងាកមើលមិនតិចទេតែខ្ញុំឃើញជើងមនុស្សឃើញជើងមនុស្សបាទជើងមនុស្សហើយឡើងសបងសយកហ្មងជើងហ្នឹងខ្ញុំថាខ្ញុំដឹងហ្មងខ្ញុំដឹងក្នុងចិត្តថាអូខ្មោចលងហ្នឹងប៉ុណ្ណឹងនឹងខ្មោចលងហ្មងសុំកាត់បន្តិចមើលរបៀបថាជើងហ្នឹងមានស្លៀកខោស្លៀកអីអត់ស្លៀកខោបងអត់មានស្លៀកខោស្លៀកអីទេចាំមានថាស្រាតអណកូលហ្មងអញ្ចឹងខ្ញុំសុំទៅស្លៀកខោខ្លីបងតែខ្ញុំងាកទៅខ្ញុំឃើញតែជើងវារបៀបថាធ្វើជង្គង់ចុះបងអត់បានចាប់អារម្មណ៍ខោអីទេបងបាទពេលហ្នឹងទៅក៏ខ្ញុំជិះតិចខ្ញុំងាកមើលតិចខ្ញុំថាធ្វើខ្ញុំតែគេទៅបាត់ហើយតែបងពាក់កណ្ដាលផ្លូវនៅអត់ទៅទេបងអត់ទៅទេនៅតែជិះមួយខ្ញុំពីក្រោយខ្ញុំរហូតខ្ញុំបុនហើយពេលហ្នឹងជិះបុនម៉ែបុនឪហើយបុនម៉ែបុនឪជួយកូនជួយចៅផងបុនហើយអស់ហើយតែនៅតែគេនៅហ្នឹងហើយនៅតែជិះមួយខ្ញុំហ្នឹងហើយតែខ្ញុំជិះដល់ស្ពានហើយកង់ខ្ញុំចាប់ដើមធូរវិញហើយខ្ញុំគាត់ថាអូគេទៅបាត់ហើយអត់អីទេបាទពេលខ្ញុំងាកទៅក្រោយវិញបងអើយមនុស្សប្រុសពាក់ខោខ្លីអាវសហើយអត់មានក្បាលទេបងអត់មានក្បាលសុទ្ធហ្មងឈរនៅគៀនស្ពានហ្នឹងហ្មងខ្ញុំថាខ្ញុំងាកហើយមែនបងខ្ញុំអត់ជីករបៀបថាជើវារឹងព្រឹសហ្មងខ្ញុំជីកកង់ទៅមុខអត់កើតទេបងបាទឈប់របៀបថាឈប់ឲ្យផ្លឹកមើលគេសុទ្ធចូលហ្មងបងយើងភាំងតែស្ទូខ្ញុំមករបៀបថាខ្ញុំប្រមូលប្រឡឹងមកវិញអស់ទៅក៏ខ្ញុំរត់កង់ទៅហ្មងរត់ហើយរបៀបថាយំផងអីផងបងកាលហ្នឹងក្មេងផងយំផងអីផងស្រែកផងអីផងតែបងឲ្យតើជិះដល់ផ្ទះអ្នកភូមិរៀងយូរដែរបងចូល20នាទីទៀតបានទៅដល់ផ្ទះអ្នកភូមិបងបាទតើដល់ផ្ទះភ្លាមបងអើយខ្ញុំដេកឈឺ2ថ្ងៃ3ថ្ងៃឯងដេកញាក់ខ្លួនយកហ្មងគាត់ដេកទៅសម័យឃើញបិទភ្នែកទៅសម័យឃើញមនុស្សគាត់របៀបថាអត់ក្បាលអត់អីចឹងទៅបងហ្នឹងហើយពេលខ្ញុំប្រាប់ម៉ែនៅសុំកាត់បងតិចមើលយើងមានបានយករឿងហ្នឹងទៅប្រាប់អ្នកទៀតទេប្រាប់បងប្រាប់ត2ថ្ងៃបានខ្ញុំហ៊ានប្រាប់គាត់បងខ្ញុំខ្លាចថាខ្ញុំប្រាប់គាត់ទៅគាត់ជឿដែរហ្មងតែខ្ញុំនៅក្មេងពេលខ្ញុំប្រាប់គាត់ទៅគាត់ថាហើយទៅនឹងទៅអីគាត់និយាយប្រៀបថាគាត់ជាម៉ែគាត់ស្រែចៅស្រែខ្ញុំចឹងណាបាទ
គាត់ថាហើយទៅនឹងតែអីក៏ខ្ញុំប្រាប់ថាខ្ញុំទៅផ្ទះមិត្តផ្ទះមិត្តភក្តិខ្ញុំអត់ហ៊ានប្រាប់គាត់ថាសង្សារទៀតខ្ញុំថាទាំងខ្ញុំទៅផ្ទះមិត្តភក្តិខ្ញុំគាត់ថាហើយអត់ដឹងឯផ្លូវនឹងវាមិនជំនាន់មុនអីគេសម្លាប់ពពោតសម្លាប់ខ្មែរអីនៅហ្នឹងមកកណោហើយមិនហ៊ានទៅសំបីតគាត់ពេលយប់គាត់អត់ហ៊ានទៅផងខ្ញុំហ៊ានទៅអញ្ចឹងហ៎បងបាទខ្ញុំក៏សុំទោសគាត់អីគាត់ហើយក៏គាត់នាំខ្ញុំទៅនៅវត្តបងខ្ញុំទៅនៅវត្តឲ្យខ្ញុំបួសលោកអីសិនបានមួយខែសិនតែខ្ញុំចេញមកវិញពេលហ្នឹងទៅក៏ខ្ញុំរៀងធូរទៅបងហើយមានតែប៉ុណ្្នឹងឯងបងតែខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកដកជាប់រហូតរឿងហ្នឹងនឹកដកជាប់នៅក្នុងខួរក្បាលខ្ញុំរហូតឲ្យខ្ញុំជិះទៅផ្លូវហ្នឹងខ្ញុំលេចមើលស្ពានហ្នឹងខ្ញុំព្រឺក្បាលយកហ្មងបាទហើយមិត្តភក្តិខ្ញុំឧស្សាហ៍ឲ្យខ្ញុំទៅអង្គុយលេងហ្នឹងតែខ្ញុំអត់សូវនៅយូរទេអស់ធំហើយត្រឹមមក6ខ្ញុំមកផ្ទះវិញអត់ហ៊ាននៅយូរទេស្ពានហ្នឹងវាដកចិត្តហ្មងដកជាប់នៅក្នុងខួរក្បាលខ្ញុំរហូតយកហ្មងបាទនិយាយទៅខ្ញុំសម័យឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងដែរព្រោះខ្ញុំធ្លាប់ទៅតំបន់ហ្នឹងដូចគ្នាដែរអញ្ចឹងណានិយាយទៅវាខ្ញុំស្ដាប់ទៅពិតជាគួរឲ្យខ្លាចខ្លាំងមែនតើហើយហ្នឹងហើយនេះគឺជារឿងទី1របស់គាត់បងប្អូនយល់យ៉ាងណាដែរហើយឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងទី2របស់គាត់តែម្ដងទៅបាទរឿងទី2ខ្ញុំហ្នឹងគឺការខ្ញុំនៅថ្នាក់ទី6បងកាលនៅក្មេងឡើងខួរពីក្មេងមែនតើការថ្នាក់ទី6អញ្ចឹងណាបងបាទកាលហ្នឹងខ្ញុំក៏ចង់ជំនះម៉ាក់ខ្ញុំគាត់ថាវាច់រៀនវាច់អីទៅបួសលោកហ្មងគាត់និយាយលេងសើចមួយខ្ញុំទេតែខ្ញុំថាអត់អីម៉ាក់ខ្ញុំជប់រៀនទៅបួសលោកបានដែរតែពេលហ្នឹងទៅក៏ម៉ែខ្ញុំក៏ទៅនៅវត្តទៅគេថាខ្ញុំតត់បួសបានទេត្រូវរៀនធម៌រៀនអីសិនណាហ្មងពេលខ្ញុំទៅហ្នឹងគេឲ្យខ្ញុំធ្វើសិស្សលោកខ្ញុំធ្វើសិស្សលោកនៅហ្នឹងតែបងនិយាយមែនខ្ញុំចូលវត្តហ្នឹងធ្វើសិស្សលោកថ្ងៃទី1បងគឺដេកអត់លក់ទេបងថ្ងៃទី1ហ្នឹងគឺខ្ញុំដេកអត់លក់សោះហ្មងខ្ញុំដេកនៅវត្តហ្នឹងដោយសារខ្ញុំបើកភ្នែកមកខ្ញុំមិនដឹងថាម៉ោងប៉ុន្មានទេបងកាលហ្នឹងអត់មានវិទ្យាការនៅជាប់ដៃអីឬក៏ដូចនិយាយទេបងអត់មានវិទ្យាការមើលអីទេដឹងម៉ោងប៉ុន្មានទេបងដឹងថាម៉ោងដឹងថាយប់ហ្នឹងគឺថាសំឡេងឆ្កែលូឡើងមែនតើហ្មងលូឡើងខ្លាំងយកហ្មងថ្ងៃហ្នឹងបាទហើយពេលហ្នឹងខ្ញុំដាស់សិស្សលោកនៅគៀនខ្ញុំដែរតែខ្ញុំដាស់គាត់អត់ភ្ញាក់សោះហ្មងអត់ភ្ញាក់សោះហ្មងហើយខ្ញុំរៀបថាសង្ងំដេកអត់លក់ទេបងខ្ញុំគិតទៅសង្ងំចូលកន្លះម៉ោងឯដែរបងអត់លក់ទេខ្ញុំក៏ស្រេចចិត្តខ្ញុំអើតបកក្រោយតិចបងកាលហ្នឹងខ្ញុំដេកនៅដៅទឿបងអញ្ចឹងយើងអាចអើតទៅមើលក្រៅឲ្យបានអញ្ចឹងបងបាទដល់ពេលខ្ញុំអើតមើលក្រៅទៅបងនៅក្រោមដើមឈើហ្នឹងក៏ហៅដើមឈើស្អីទេបងខ្ញុំដូចភ្លេចបាត់ហើយដើមពោបាទនៅលើដើមពោហ្នឹងបងខ្ញុំឃើញភ្លើង 2-3 ហោះជុំវិញអាដើមពោហ្នឹងបងហោះជុំវិញរហូតហោះជុំវិញដើមពោហ្នឹងខ្ញុំក៏ដឹងហើយខ្ញុំដឹងដែរព្រោះអីឮកងខ្ញុំនិយាយថាអាភ្លើងអញ្ចឹងមិនព្រីក៏អាប់ដែរបាទភ្លើងតែខ្ញុំគិតថាវាតែភ្លើងហ្នឹងវាទូចអញ្ចឹងហ៎បងភ្លើងទូចបាទតែវាពណ៌អីគេថាពណ៌របៀបថាពណ៌ខៀវបងពណ៌ខៀវបាទតែខ្ញុំអត់ដឹងថាភ្លើងស្អីទេបងភ្លើងពណ៌ខៀវតែខ្ញុំក៏ញាក់មើលខ្ញុំគិតថាមិនមែនសូវអាចជាភ្លើង7ពេកហ្នឹងក៏មិនខ្ញុំអត់ដែរដឹងហ៎បងតែខ្ញុំពេលហ្នឹងក៏ខ្ញុំព្រោះអីខ្ញុំក៏និយាយថាបើពួកជប់ភ្លើងចឹងមានតែភ្លើងព្រីនិងភ្លើងអាបតែខ្ញុំអត់ជឿទេបងខ្ញុំនិយាយចឹងខ្ញុំអត់ជឿទេខ្ញុំអត់ជឿសោះហ្មងដល់ពេលខ្ញុំសងំដេកវិញបងដេកចូលកន្លះម៉ោងទៀតគឺដេកអត់លក់ទេនៅតែឆ្កែលូឡើងមែនតើលូខ្លាំងយកហ្មងក៏ពេលហ្នឹងក៏ខ្ញុំស្រែកចិត្តថាបាច់ដេកគួយលេងសិនទៅចាំមួយដេកចាំដេកទៀតតែបងដល់ពេលខ្ញុំគួយលេងស្ទុះខ្ញុំសង្លេចមើលទៅកន្លែងសាលាឆាន់បងខ្ញុំឃើញមនុស្សព្រាល2-3នាក់ដើរទៅនឹងដើរវិញមកខ្ញុំក៏ឆ្ងល់ទៀតខ្ញុំថាយប់ស្មានហើយមានអ៊ំយាយណាដើរមកសាលាឆាន់នោះ
ខ្ញុំគិតថាឡូជាឡូនេះចឹងហ្មងឡូអាចារ្យវត្តអាចារ្យអីគាត់ដើរមើលអីចឹងហ្មងខ្ញុំគិតចឹងតែខ្ញុំក៏អត់ដឹងថាស្អីដែរដល់ដឹងថាគាត់ណាគេអ្នកនៅណាអ្នកនៅណីដែរកាលហ្នឹងខ្ញុំនៅក្មេងអត់សូវខ្វល់ហ្មងទេបងសខាន់ខ្ញុំធ្វើមិនឲ្យដេកលក់ផឹកឡើងខ្ញុំត្រូវទៅរៀនចឹងបងបាទអត់ខ្វល់ទេចង់ជាខ្មោចស្អីក៏ខ្លីខ្ញុំក៏សងំដេកវិញសងំដេកទៅពេលហ្នឹងក៏ដេកលក់បងដេកលក់ហើយដល់ពេលរយៈពេលដេកលក់ហ្នឹងខ្ញុំដល់ពេលខ្ញុំទៅរៀនហើយក៏ខ្ញុំធ្វើសិស្សលោកហ្នឹងរយៈពេលបានមួយទឹកលោកតាហ្នឹងគាត់ក៏ប្រើសិស្សលោកហ្នឹងទៅកាប់សាច់នៅផ្លូវហ្នឹងកន្លែងគេហៅថាចកាកុកខ្មោចបាទទៅកាប់សាច់នៅហ្នឹងខ្ញុំកាប់សាច់ហើយនៅចិត្តចកាកុកខ្មោចហ្នឹងគឺមានផ្ទះមួយផ្ទះថ្មហ្នឹងតាមខ្ញុំដឹងគឺគេទុកចោលយូរហើយផ្ទះថ្មហ្នឹងគឺទុកចោលយូរហើយពេលផ្ទះថ្មហ្នឹងនៅក្រោយវត្តទៀតផ្ទះថ្មហ្នឹងហើយមុនតែខ្ញុំបើថាខ្ញុំត្រូវទៅកាប់សាច់ហ្នឹងខ្ញុំត្រូវអូសតាមទឹកនិយាយទៅទឹកបឹងណាបងបឹងតែបឹងរាក់អីខ្ញុំអូសតាមនឹងទៅរហូតទៅកាប់សាច់បាន2បកមកបកទៀតសិស្សលោកមួយគាត់និយាយថាចេះខ្ញុំធ្លាប់លុយលោកបងគាត់និយាយនៅផ្ទះនោះឲ្យលោកណាខ្ញុំថាកុំនិយាយចឹងខ្លាចទេតានិយាយមកណាផ្ទះហ្នឹងធ្លាប់មានខ្មោចលោឬថាអ្នកចិត្តផ្ទះហ្នឹងឬសំលេងគេចាក់បាសចាក់អីនៅលើផ្ទះហ្នឹងហើយគេទៅហៅប៉ូលីសមកមើលអត់មានមនុស្សមានអីផ្ទះហ្នឹងក៏និយាយទៅខ្ញុំអត់ចាប់អារម្មណ៍ទេបងតែដល់ពេលខ្ញុំអូសមកបំបកទៀតបងលោកដែលសិស្សលោកមួយដែលនិយាយហ្នឹងបងគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់ឈរលើរពោផ្ទះសលឹងមកបើអីបងអើយខ្ញុំងាកទៅមើលដែរមែនបងអើយតម្លាក់សក់ហើយនិយាយថាតម្លាក់សក់ឈរធ្នឹងហើយសលឹងមើលមកយើងណាមែនបងមិនអត់តេះទេរត់ចោលតេះសិនហើយរត់មកស្រែកហៅលោកតាជួយមកដល់វត្តលោកតាជួយលោកតាក៏សួរថាគាត់ថាម៉េចខ្ញុំបាញ់មកពីណាហើយមិនស្រែកចឹងថាឃើញខ្មោចនៅក្រោយផ្ទះមួយទុកចោលឃើញខ្មោចគាត់ឈរលើបោផ្ទះលោកតាថាគ្មានអីទេចាទៅយកខ្ញុំទៅយកផ្ទះមកវិញមកយកផ្ទះមកវិញខ្ញុំអត់ហ៊ានទៅទេបងខ្ញុំអត់ហ៊ានទៅទេខ្ញុំឲ្យខ្ញុំថាដល់កណាហ៊ានទៅទេក៏ថាក៏ឲ្យលោកមួយទៅតាមតាំងតើលោកប្អូនទៅជួយយកផ្ទះអីមកវិញមកក៏ទៅខ្ញុំរត់មកហ្នឹង4នាក់ទៅវិញ5នាក់បងតែពេលហ្នឹងបងអត់ទេអត់ឃើញទេអត់ដឹងបាត់វានៅណារត់ឃើញសោះអត់ឃើញអាតេះឃើញអីទេខ្ញុំអត់ដឹងថាអាតេះហ្នឹងទៅណាទៅណីទេរត់ឃើញដល់ពេលដើររោមកស្ទុះអត់ឃើញទេបានលោកបងហ្នឹងគាត់និយាយថាចេះគាត់និយាយទៅគាត់ស្លឹងផ្ទះហ្នឹងថាញោមកុំលេងសើចគ្នាខ្លាចមកស្ទុះទៅបងមិនឃើញលិចក្បាលអាតេះហ្នឹងនៅក្នុងទឹកលិចក្បាលអាតេះហ្នឹងចេញមកលើក្នុងទឹកបានលើកអាតេះហ្នឹងមកវិញហើយពេលហ្នឹងហើយបានខ្ញុំរបៀបថាខ្ញុំអត់ហ៊ានដើរទៅក្រោយហ្នឹងទៀតទេទោះបីលោកតាប្រើខ្ញុំឲ្យទៅកាប់សាច់កាប់ទៀតក៏ខ្ញុំលែងហ៊ានទៅដែរបាទដល់ពេលខ្ញុំសួរលោកតាតាចេះថាអូផ្ទះហ្នឹងកាលពីមុនហ្នឹងធ្វើនៅលើភ្នូខ្មោចផ្ទះហ្នឹងហើយដែលអ្នកផ្ទះនៅហ្នឹងនៅអត់បានទេនៅបានមួយថ្ងៃពីរថ្ងៃឈឺចឹងទៅគេខឈប់នៅគេទៅនៅប្រទេសគេទៅក៏ផ្ទះហ្នឹងក៏ទុកចោលទៅបាទពេលខ្ញុំដឹងអញ្ចឹងហើយក៏ផ្ទះហ្នឹងចាប់ដើមល្បីដឹងសិស្សសាលាអ្នកសិស្សសាលាទៅមើលទៅអីចឹងហ្នឹងទៅមើលទៅអីអ្នកខ្លះគេចង់ដឹងថាផ្ទះហ្នឹងមិនវាមានខ្មោចមានអីអត់ចឹងហ្មងអ្នកមានបងមានបងម្នាក់គាត់ទៅកាលហ្នឹងគាត់រៀនទី11គាត់ទៅគាត់សាកទៅគាត់ប្រាប់ខ្ញុំណា
ប្រាប់ខ្ញុំគាត់ថាចេះគាត់ថាដល់ហ្នឹងចូលទៅអត់អីទេបងចូលទៅអត់អីទេតែមកស្ទុះគាត់ថាគ្រាន់តែគាត់ប្រចាំងមើលតាមប្អួចគាត់ចាំងមើលតាមប្អួចចូលក្នុងផ្ទះឃើញដើមជើងដើររហូតតែឃើញមនុស្សទេបងដើមជើងដើររហូតដើរហើយមានដើរនឹងនេះបងដើរតាមសរផ្ទះដើរតាត់ឃើញស្នាមជើងហ្នឹងរហូតហើយស្នាមជើងហ្នឹងចិត្តភពគាត់ថាឃើញភ្លាមគាត់រត់មកភ្លាមគាត់ដឹងថាខ្មោចលងហើយបាទតែគាត់អត់ស្រីគាត់ខ្លាចខ្មាស់គេដែរហងគាត់ខ្លាចខ្មាស់អ្នកគុំអ្នកអីហើយគេស្ដីឲ្យគាត់មកកន្លែងចឹងទាំងយប់អីចឹងហ្មងគាត់ទៅអំពានគេបាទទៅអំពានគេចឹងហ្មងបាទសុំកាត់បងមួយបានទេបងបាទពេលដែលបងឯងឃើញខ្មោចស្រីដែលកំពុងតែឈរនៅលើដបផ្ទះហ្នឹងការស្លៀកពាក់របស់គេបែបម៉េចដែរបាទបងខោវែងបងខោវែងខោសខោវែងខោសអាវសបាទហើយតម្លាក់សក់តែបើខ្ញុំមើលទៅតម្លាក់សក់តែមួយឈៀងឯងឃើញអាចជាឃើញមើលមានពីថ្ងៃអត់ដឹងហ៎បងតែអាចជាឃើញមានភ្នែកមួយឈៀងមានភ្នែកមួយឈៀងហ្នឹងហើយឈោដូចមកអាកាំងបងឈោមកអាកាំងតម្លាក់ដៃឈោដូចមកអាកាំងមើលមកយើងអញ្ចឹងហ្មងយល់បងយល់ពេលឃើញភ្លាមបងខ្ញុំអត់មានទៅសង្កេតមើលថាអូខ្មោចនឹងមុខមិនរត់ហើយរត់ចោលអត់ទេដែលលើតែចិត្តខ្សាច់រត់ហើយបានទៅវិញទៅរត់តែឃើញតលោកបងគាត់សុំគេសុំអីទៅបានឃើញលិចក្បាលអាតេះមកបន្តិចទៅដឹងថាអាតេះលិចក្នុងទឹកប៉ុន្តែមុនដល់ខ្ញុំរត់ទៅបងអាតេះនឹងនៅលើទឹករយៈអីអត់ដល់ទៅក្នុងទឹកជ្រៅទេបងអត់ដល់លិចដល់ទឹកអត់មានទៅដល់ទឹកជ្រៅទៅនៅទឹករយៈទេបងតែខ្ញុំឆ្ងល់កន្លែងហ្នឹងដែរគេលាក់យើងហ្នឹងវាមិនដែរថាសុកទៅដល់អាទឹកជ្រៅហ៎បងបាទគេយកទៅលាក់តមានអ្នកទៅរុញបាទតមានអ្នករុញទៅលាក់បានវាដល់ទឹកជ្រៅហ្នឹងហើយបងតែបាទហើយសាច់រឿងខ្ញុំមានពីររឿងហ្នឹងបងហ្នឹងហើយបងអរគុណបងច្រើនខ្លាំងមែនតើដែលបាន call ចូលរួមនៅក្នុងកម្មវិធី call ចូលរន្ធត់របស់យើងហ្នឹងហើយបាទអរគុណច្រើនបងអរគុណច្រើនពីពលាបងបាទអរគុណច្រើនបងហ្នឹងហើយបងប្អូនស្ដាប់រឿងរបស់គាត់ទៅមានអារម្មណ៍យ៉ាងណាដែរនិយាយទៅដូចតែខ្ញុំបញ្ជាក់ពពួកអមនុស្សពពួកវិញ្ញាណខ្មោចព្រាយបិសាចឬក៏ពពួកអសុរកាយនេះគឺវាមានពិតប្រាកដមែនទោះបីជាយើងមិនជឿក៏យើងគុំគួរទៅប្រមាថហើយគ្រប់វីដេអូនៅក្នុង channel របស់ខ្ញុំមិនថា channel អមវុធីនីតិរឿង channel អមវុធី podcast ឬក៏ជា channel អមវុធី 3D សូមបងប្អូនស្ដាប់ក៏ដូចជាមើលចាត់ទុកគ្រាន់តែជាការកំសាន្តទៅគឺបានហើយអូខេពុកម៉ែបងប្អូនទាំងគ្នាហើយភ្ញៀវកិត្តិយសរបស់យើងថ្ងៃហ្នឹងគឺមានតែម្នាក់ហ្នឹងទេហើយចំពោះភ្ញៀវកិត្តិយសផ្សេងទៀតគាត់ថាគាត់រវល់នៅក្នុងថ្ងៃស្អែកអញ្ចឹងថ្ងៃស្អែកទើបខ្ញុំបាន call ទៅគាត់ឬក៏គាត់ call មកកាន់ខ្ញុំអីអញ្ចឹងទៅហើយហ្នឹងហើយកុំភ្លេចជួយចុច like លើវីដេអូនេះហើយបើសិនជានៅក្នុង Facebook កុំភ្លេចជួយ share ម្នាក់មួយផងបាទជម្រាបលាបងប្អូនទាំងគ្នា